បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានមកធ្វើម្ហូបការហើយនេះជាប្រភេទស៊ុបក្តាមគឺយើងធ្វើត្រៀមសម្រាប់នៅពេលល្ងាចបាទនេះគឺជាមិនអប់ដំងៅដែលយើងប្រើផ្ទះពីរបងប្អូនមិនគឺមិនស្រែរបស់យើងទៅហាងសម្បុរធុងហ្នឹងបើនិយាយពីប្រើបបល្អទាំងអស់ហ្នឹងហើយអញ្ចឹងភ្ញៀវគឺ1,220 តុកស្មើនឹង1,200 នាក់បាទមិនគឺយើងលាងសម្អាតគឺមិនស្រែសុទ្ធបងប្អូនហ្នឹងហើយនេះគឺជាស្លម្ជូរត្រីឆ្អើរពងត្រីនេះស៊ុបក្តាមគឺយើងធ្វើតាមផ្ទះធ្វើរួចហើយយើងគ្រប់ទុកធ្វើរួចគ្រប់ទុកបងប្អូនហ្នឹងហើយគឺរេស្តូរ៉ង់នៅខាងនោះគឺយើងសម្រាប់ដាក់ចេញម្ហូបខាងនោះគឺហ្នឹងហើយគឺយើងការចម្អិនរបស់យើងគឺយើងធ្វើផ្ទះថ្នោតតុកាតាមរោងការធំៗគឺគេប្រើផ្ទះថ្នោតចឹងឯងបងប្អូននេះជាទស្សនវិជ្ជានៅក្នុងរេស្តូរ៉ង់នៅក្នុងតំបន់ហ្នឹងគេហៅបរិយាទេសចរបងប្អូនណាគឺគេរៀបចំស្អាតមែនទែនការដេគ័ររបស់គេគឺ perfect គេហៅធម្មជាតិគឺដាក់បានច្រើនណាស់ពី300តុករេស្តូរ៉ង់របស់គេហ្នឹងហើយបងប្អូនហ្នឹងហើយនេះគឺសកម្មភាពរបស់យើងគ្នាយើងគឺខ្ញុំគេឲ្យកាន់ខាងស៊ុបក្តាមជាមួយនឹងស្លម្ជូរហើយស្លម្ជូរពងត្រីជាមួយនឹងឆ្អើរគឺយើងមិនមានដាច់ញឹកជើងដែរក្រុមការងាររបស់យើងគឺធ្វើសិតក៏ធ្វើទៅហើយអ្នកដែលរៀបចំចានគ្រាបទៅតាមហ្នឹងគឺយើងមានការធ្វើជាដោយសារតែយើងមានអនាម័យបាទគឺយើងអត់ចេះតែធ្វើតាមប៉ាប់តាមដូចក្នុងទៅសម្បែងទេហ្នឹងហើយគឺរេស្តូរ៉ង់យើងការរៀបចំទុកដាក់គឺកន្លែងអីចឹងគឺយើងរៀបចំសម្រាប់ភ្ញៀវហ្នឹងគឺចូលលឿនណាគឺចូលម៉ោង5ចូលច្រើនដោយសារតែគាត់ខាងហ្នឹងគឺបិទដល់ម៉ោង9ហ្នឹងបាទបងប្អូននេះគឺចានរបស់គេដែលរៀបចំគឺស៊ុបក្តាមហ្នឹងដែរគឺឲ្យទៀនពីក្រោមអញ្ចឹងមើលទៅចានដឹងចំនួនភ្ញៀវចានគឺអុចទៀនអត់ទាន់ដោយសារយើងអុចត្រូវអុចចាំគឺត្រូវអុចចាំបើថាមិនអុចចាំទេគឺអត់ទាន់ទេហ្នឹងគឺមិនមានយុទ្ធមែនទេបងប្អូនណាគឺយើងប្រើបុគ្គលិកច្រើនខ្ញុំក៏ចាំទៅភ្លក់ហើយនឹងម្ហូបហ្នឹងនេះជាម្ហូបដំបងដែលគេដាក់លើតុដំបង